ចាប់តាំងពីមនុស្សជាតិមានកំណើតនៅលើភពផែនដីនេះព្រះច័ន្ទគឺជាវត្ថុនៅលើវិហារដែលជះពន្លឺក្នុងពេលរាត្រីញ៉ាំងឲ្យមនុស្សគ្រប់គ្នាចាប់ចិត្តនិងកើតក្តីស្រមៃរកទីបំផុតគ្មានពីមួយចំនួនទៅមួយចំនួនមនុស្សគ្រប់រូបតែងគួរចិត្តប្រាថ្នាចង់ស្គាល់និងស្វែងយល់អំពីឋានព្រះច័ន្ទដែលនៅក្នុងអំឡុងពេលរាប់ពាន់ឆ្នាំគឺជាអាចកំបាំងធម្មជាតិដ៏អស្ចារ្យមួយសម្រាប់ពិភពលោកទាំងមូលដំណើរចង់ដឹងនិងស្វែងយល់ខាងលើនេះបានញ៉ាំងឲ្យប្រទេសមហាអំណាចធំៗចាប់ផ្ដើមរិះរកមធ្យោបាយនិងបច្ចេកវិទ្យាថ្មីៗដើម្បីបញ្ជូនយានអវកាសទៅកាន់ឋានព្រះច័ន្ទដែលជាភពរណបរបស់ផែនដីយើងនៅចុងទសវត្សរ៍ឆ្នាំ1950សហភាពសូវៀតដែលមានរុស្ស៊ីជាអ្នកនាំមុខបានសាកល្បងបង្ហោះយានអវកាសជាច្រើនលើកទៅកាន់ឋានព្រះច័ន្ទក្រោយពីបរាជ័យជាច្រើនដងទីបំផុតនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ1966យានអវកាសសហភាពសូវៀតបានចុះចតនៅលើឋានព្រះច័ន្ទប្រកបដោយជោគជ័យដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគួររំលឹកឡើងវិញថា5ឆ្នាំមុនបេសកកម្មឋានព្រះច័ន្ទខាងលើនេះសហភាពសូវៀតក៏បាននាំមុខគេនៅក្នុងវិស័យអវកាសដោយបានបញ្ជូនយានអវកាសមានមនុស្សជិះដំបូងគេបង្អស់ទៅក្នុងគន្លងតារាវិថីកាលពីថ្ងៃទី12ខែមេសាឆ្នាំ19614ខែក្រោយមកពលគឺនៅថ្ងៃទី2ខែមិថុនាឆ្នាំ1966ទីភ្នាក់ងារអវកាស NASA របស់អាមេរិកក៏បានបញ្ជូនយានអវកាស Surveyor ទី1របស់ខ្លួនទៅដល់ឋានព្រះច័ន្ទបានដោយជោគជ័យដូចគ្នាដែរចុះចតនៅបរិវេណប៉ែកនិរតីនៃផ្ទៃព្រះច័ន្ទយានអវកាស Surveyor ទី1បានបញ្ជូនរូបភាពភ្លឺច្បាស់និងព័ត៌មានសំខាន់ៗអំពីព្រះច័ន្ទទៅកាន់អ្នកវិទ្យាសាស្ត្រ NASA នៅលើភពផែនដីបេសកកម្ម Surveyor ទី1ដែលបានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី7ខែមករាឆ្នាំ1967បានក្លាយជានិមិត្តរូបនៃជោគជ័យជាប្រវត្តិសាស្ត្រដ៏ធំមួយរបស់ NASA នៅក្នុងដំណើរស្វែងយល់អំពីលំហចក្រវាឡតែយ៉ាងណាទីភ្នាក់ងារអវកាស NASA ត្រូវរងចាំរហូតដល់ឆ្នាំ1969ទើបអាចមានសមត្ថភាពនិងបច្ចេកវិទ្យាទំនើបគ្រប់គ្រាន់ដើម្បីបញ្ជូនអវកាសយានិកទៅដល់ឋានព្រះច័ន្ទជាលើកទី1បង្អស់នៅក្នុងប្រវត្តិសាស្ត្រផែនដីយើងជាង50ឆ្នាំកន្លងមកនេះប្រទេសមហាអំណាចសកលផ្សេងទៀតក៏បានបង្ហាញវត្តមាននៅក្នុងការប្រកួតប្រជែងក្នុងការធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទដូចគ្នាដែរយ៉ាងណាមិញ10ឆ្នាំក្រោយពីចិនបានបង្ហោះយានអវកាស Chang'e ទី3ទៅកាន់ឋានព្រះច័ន្ទបានដោយជោគជ័យយានអវកាសចន្ទ្រាយានទី3របស់ឥណ្ឌាក៏បានសម្រេចបេសកកម្មអវកាសរបស់ខ្លួនដោយបានចុះចតនៅលើភពរណបមួយនេះនៅថ្ងៃទី23ខែសីហាឆ្នាំ2023កន្លងទៅថ្មីនេះជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចមួយផ្សេងទៀតប្រចាំទ្វីបអាស៊ីបានក្លាយជាប្រទេសទី5ដែលបានធ្វើដំណើរទៅដល់ឋានព្រះច័ន្ទតែទោះយ៉ាងណារហូតមកទល់សព្វថ្ងៃនេះអាមេរិកគឺជាមហាអំណាចអវកាសតែមួយគត់ដែលមានសមត្ថភាពបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទយ៉ាងណាមិញនៅចន្លោះឆ្នាំ1969និង1972អវកាសយានិកអាមេរិកសរុបទាំងអស់12រូប
បានចុះចតនៅលើផ្ទៃព្រះច័ន្ទនៅក្នុងបេសកកម្មអវកាសអាប៉ូឡូទាំង6លើកបានដោយជោគជ័យដោយក្នុងនោះ Neil Armstrong និង Buzz Aldrin គឺជាបរិសុទ្ធពីររូបដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានបោះជំហាននៅលើឋានព្រះច័ន្ទកាលពីថ្ងៃទី21ខែកក្កដាឆ្នាំ1969ផ្ទុយពីប្រទេសមហាអំណាចផ្សេងទៀតដូចមានរៀបរាប់ពីខាងលើនៅក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះសហភាពអឺរ៉ុបពុំបានផ្ដល់អាទិភាពចម្បងចំពោះដំណើររុករកនៅលើឋានព្រះច័ន្ទនោះឡើយប៉ុន្តែនៅពេលថ្មីៗនេះតាមរយៈគម្រោងអវកាសថ្មីស្រឡាងមួយដែលមានឈ្មោះថា Argonaut ទីភ្នាក់ងារអវកាសអឺរ៉ុប ESA កំពុងត្រៀមខ្លួនបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអវកាសរបស់ខ្លួនមានទីតាំងនៅទីក្រុងកូឡូញប្រទេសអាល្លឺម៉ង់មន្ទីរពិសោធន៍អវកាសដែលមានទំហំប្រមាណជាង700ម៉ែត្រការ៉េគឺជាទីកន្លែងពិសេសមានតែមួយគត់លើលោកដែលអវកាសយានិកអឺរ៉ុបកំពុងសាក់លបងនិងហ្វឹកហាត់មុននឹងធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទនៅពេលដ៏ខ្លីខាងមុខដើម្បីរៀបចំដំឡើងបរិស្ថានធម្មជាតិឲ្យដូចនៅលើឋានព្រះច័ន្ទគេបានបង្កើតដីសិប្បនិម្មិតមួយដែលភាសាបារាំងហៅថា Regolith ពោលគឺជាដីមួយប្រភេទដែលមានពណ៌សប្រផេះនិងមានសន្តានជាល្អងធូលីម៉ត់ខៃដែលគ្របដណ្ដប់នៅលើផ្ទៃព្រះច័ន្ទតាំងពីរាប់ពាន់លានឆ្នាំមកហើយបើតាមប្រសាសន៍របស់លោក Aidan Cowley អ្នកប្រឹក្សាវិទ្យាសាស្ត្រនៅទីភ្នាក់ងារអវកាសអឺរ៉ុបបានឲ្យដឹងថាសម្រាប់បេសកកម្មហ្វឹកហាត់នេះគេត្រូវប្រើដី Regolith មិនតិចជាង780តោនឡើយលោកក៏បានបញ្ជាក់អំពីគុណវិបត្តិមួយចំនួនដែលបង្កឡើងដោយដីខាងលើនេះពោលក៏ព្រោះតែវាមានភាពតូចល្អិតនិងស្រាលដោយគ្រាប់ដំសេវដី Regolith អាចជ្រៀតចូលទៅសពទីកន្លែងទាំងអស់មិនថាក្នុងឯកសណ្ឋានរបស់អវកាសយានិកឬឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀតដែលនឹងអាចបង្កជាបញ្ហាតិចឬច្រើនដែលគេត្រូវយកចិត្តទុកដាក់ដូច្នេះហើយគឺតាមរយៈមន្ទីរពិសោធន៍នេះឯងដែលអវកាសយានិកអឺរ៉ុបមានឱកាសអាចហ្វឹកហាត់និងត្រៀមទុកវិធានការនានាដើម្បីបញ្ជៀសរាល់ហានិភ័យដែលអាចកើតមានក្នុងអំឡុងពេលបំពេញបេសកកម្មនៅលើឋានព្រះច័ន្ទស្ថិតនៅចម្ងាយជាង 380,000 គីឡូម៉ែត្រពីភពផែនដីព្រះច័ន្ទបានក្លាយជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងវិស័យអវកាសអន្តរជាតិចាប់ពីទសវត្សរ៍ឆ្នាំ1960រហូតដល់ទសវត្សរ៍ឆ្នាំ1970ដូចបាននិយាយពីខាងលើពោលគឺនៅក្នុងសម័យសង្គ្រាមត្រជាក់ដែលជាសៃវៀនប្រកួតប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតព្រមទាំងប្រទេសសម្ព័ន្ធមិត្តទាំងសងខាងបន្ទាប់ពីបាត់បង់ប្រជាប្រិយភាពចាប់ពីទសវត្សរ៍ទី80រហូតដល់ដើមសតវត្សរ៍ទី21ព្រះច័ន្ទក៏ទទួលបានការចាប់អារម្មណ៍ជាថ្មីឡើងវិញជាក់ស្ដែងក្រៅពីអឺរ៉ុបចិនក៏កំពុងត្រៀមបញ្ជូនអវកាសយានិកដំបូងបង្អស់របស់ខ្លួនទៅជាន់លើដីព្រះច័ន្ទព្រមទាំងកសាងទីស្នាក់ការចន្ទ្រៃមួយនៅទីនោះផងនៅរវាងឆ្នាំ2030ខាងមុខនេះរីឯកូរ៉េខាងត្បូងឯនោះវិញក៏មានមហិច្ឆតាបញ្ជូនយានអវកាសដំបូងបំផុតរបស់ខ្លួនឲ្យចុះចតនៅលើឋានព្រះច័ន្ទនៅក្នុងឆ្នាំ2032ជាង50ឆ្នាំក្រោយពីជោគជ័យនៃបេសកកម្មអាប៉ូឡូទីភ្នាក់ងារអវកាសអាមេរិក NASA តាមរយៈគម្រោង Artemis នឹងបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទជាថ្មីម្ដងទៀតដោយលើកនេះនឹងមានអវកាសយានិកភេទស្រីជាលើកដំបូង
រួមទាំងជនជាតិអាមេរិកស្បែកខ្មៅផងគួរបញ្ជាក់ជូនថាការងាកមកយកចិត្តទុកដាក់លើឋានព្រះច័ន្ទដូចនេះក៏ព្រោះតែព្រះច័ន្ទនឹងក្លាយជាទីចំណតចាំបាច់មួយដែលអវកាសយាននឹកត្រូវឆ្លងកាត់មុននឹងអាចបន្តដំណើរទៅកាន់ភពអង្គារភពអង្គារដែលនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះបានក្លាយជាទិសដៅអវកាសថ្មីសម្រាប់មហាអំណាចទាំងមូលដែលថាភពអង្គារស្ថិតនៅឆ្ងាយជាងឋានព្រះច័ន្ទពលគឺជាមធ្យមប្រមាណ220លានគីឡូម៉ែត្រពីភពផែនដីដូច្នេះហើយអ្នកដំណើរក្នុងលំហអវកាសចាំបាច់ត្រូវឈប់សម្ចតនៅលើឋានព្រះច័ន្ទមួយដំណាក់កាលសិនដើម្បីត្រួតពិនិត្យនិងសាកល្បងយានជំនិះប្រព័ន្ធផ្គត់ផ្គង់ថាមពលនិងជាពិសេសគឺដើម្បីបន្ស៊ាំខ្លួនរស់នៅក្នុងបរិស្ថានធម្មជាតិមួយដែលស្ថិតនៅសែនឆ្ងាយពីភពផែនដីយើង